មិត្តអ្នកស្ដាប់ជាទីមេត្រីនៅវេលាម៉ោង 11 បន្តិចទៀតនេះកម្មវិធីកសិកម្មក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរនឹងលើកយកប្រធានបទមន្ត្រីកសិកម្មឃុំមកពិភាក្សាតើមន្ត្រីកសិកម្មឃុំមានតួនាទីអ្វីខ្លះជាអាទិភាពសំខាន់ដែលមន្ត្រីកសិកម្មឃុំផ្ដល់ជួយកសិករនាពេលបច្ចុប្បន្នជាអ្វីទៅតើមានយុទ្ធសាស្ត្រពិសេសអ្វីខ្លះក្នុងការជួយសម្រួលដល់សហគមន៍ជនជាតិដើមភាគតិចឲ្យទទួលបានបច្ចេកទេសកសិកម្មទំនើបផ្សារភ្ជាប់នឹងបច្ចេកវិទ្យាថ្មីៗដោយមិនប៉ះពាល់ដល់ចំណេះដឹងប្រពៃណីរបស់ពួកគេមានមតិយោបល់ឬសំណួរសូមទូរស័ព្ទមកលេខ012 999 014 015 222 102និង097 85 85 102ឬ comment លើទំព័រ Facebook វិទ្យុស្ត្រី Women Radioកម្មវិធីកសិកម្មក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរកម្មវិធីនេះរៀបចំឡើងក្រោមគម្រោងមេកុងរីកចម្រើនសហការអនុវត្តគម្រោងដោយអង្គការ Care Cambodia និងវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេកុងអូស្ត្រាលីខ្ញុំបាទវិសាសូមលំអរកាយគ្រប់ជម្រាបសួរនាងកញ្ញាលោកស្រីប្រិមិត្តវិទ្យុស្ត្រីទាំងអស់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍នាងកញ្ញាមកកាន់កម្មវិធីកសិកម្មនៅក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរកម្មវិធីយើងនៅថ្ងៃនេះយើងនឹងពិភាក្សាគ្នាទៅលើប្រធានបទសំខាន់មួយគឺមន្ត្រីកសិកម្មឃុំប្រិមិត្តប្រហែលជាធ្លាប់ដឹងធ្លាប់ឮមួយចំនួនហើយតាមបណ្ដាញសង្គមពិសេសដែលធ្លាប់តាមដានเพจរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រកាសជាបានដឹងថាតើមន្ត្រីកសិកម្មឃុំជានរណាប៉ុន្តែបើសិនជាបងប្អូនទើបតែបើកស្ដាប់ថ្ងៃនេះហើយទើបបានដឹងថាតើមន្ត្រីកសិកម្មឃុំជានរណាចឹងប្រិមិត្តយើងនឹងបានដឹងនៅពេលនេះតាមរយៈការផ្សាយរបស់វិទ្យុស្ត្រីរបស់យើងបាទប្រិមិត្តជាទីគោរពរាប់អានខ្ញុំសង្ឃឹមថាការវិលត្រឡប់មកជួបគ្នានៅក្នុងថ្ងៃនេះប្រិមិត្តយើងសុខសប្បាយជាធម្មតាទេប្រិមិត្តកម្មវិធីកសិកម្មក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរគឺយើងរៀបចំឡើងក្រោមគម្រោងមេគង្គរីកចម្រើនសហការអនុវត្តដោយអង្គការ Care កម្ពុជានិងវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដោយទទួលបានការគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកិច្ចសហការប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គអូស្ត្រាលីបាទហើយសង្ឃឹមថាប្រិមិត្តដែលកំពុងតែទស្សនានៅលើ Facebook នឹងមានសំណួរ comment ឲ្យបានច្រើនជាពិសេសគឺប្រិមិត្តយើងនៅតាមបណ្ដាខេត្តមួយចំនួនដែលកំពុងតែស្ដាប់ការផ្សាយផ្ទាល់បន្តបាទនៅឯខេត្តបាត់ដំបង FM 106.3 បាទនៅកំពង់ធំ FM 104នៅកំពង់ចាម FM 99.3 ប្រិមិត្តយើងបើសិនជាចង់ដឹងថាតើមន្ត្រីកសិកម្មឃុំមានតួនាទីអីខ្លះហើយមន្ត្រីកសិកម្មឃុំបានជួយទៅដល់បងប្អូនកសិកររបស់យើងតាមរូបភាពអីខ្លះចុះបងប្អូននៅតំបន់ខ្ពង់រាបមានរតនគិរីមណ្ឌលគិរីតើមានមន្ត្រីកសិកម្មឃុំហើយឬនៅបាទហើយបើមានតើពួកគាត់ជានរណាហើយគាត់បានជួយអីខ្លះហើយនៅពេលបច្ចុប្បន្ននេះប្រិមិត្តជាទីគោរពរបស់ថ្ងៃនេះវិទ្យុស្ត្រីរបស់យើងពិតជាមានកិត្តិយសខ្លាំងមែនទែនដែលបានគោរពអញ្ជើញអាយដាមបណ្ឌិតយ៉ងសង្គមារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីដោយសារពេលនេះវត្តមានរបស់អាយដាមបានអញ្ជើញមកដល់ហើយខ្ញុំបាទសូមគីវរកិច្ចចំពោះអាយដាមវិក្កាមិនយើងបន្តិចសិនបាទគោរពជំរាបសួរអាយដាមបាទបាទសូមជម្រាបសួរលោកវិសាអរគុណអាដាមសុខទុក្ខយ៉ាងណាដែរបាទសុខសប្បាយអរគុណវិទ្យុស្ត្រីពិតជាមានកិត្តិយសមែនទែនដែលអាដាមចំណាយពេលវេលាដែលមានតម្លៃមមីញឹកខ្ញុំឃើញអាដាមចុះទៅគ្រប់បណ្ដាខេត្តជាច្រើននៅក្នុងការអប់រំបណ្ដុះបណ្ដាលទៅដល់មន្ត្រីកសិកម្មឃុំរបស់យើងប៉ុន្តែពេលនេះអាដាមឆ្លៀតពេលវេលាដែលមានតម្លៃចូលរួមនៅក្នុងកម្មវិធីកសិកម្មនៅក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូររបស់យើងអរគុណមែនទែនអាដាមបាទសូមអរគុណដែរដែលវិទ្យុស្ត្រីដែលបានអញ្ជើញរូបខ្ញុំបាទមកចូលរួមក្នុងកម្មវិធីថ្ងៃនេះបាទអរគុណប្រិមិត្តជាទីគោរពរាប់អានអាដាមយ៉ងសង្គមាគឺជាអ្នកដឹកនាំបាទបង្កើតឲ្យមានមន្ត្រីកសិកម្មឃុំអញ្ចឹង
ប្រិមិត្តយើងបើមានចម្ងល់ចង់ជាយោបល់ក្តីជាសំណួរក្តីជាមតិយោបល់ដើម្បីស្ថាបនាក្តីប្រិមិត្តយើងអាចហៅទូរស័ព្ទមកកាន់កម្មវិធីយើងបានតាមរយៈលេខ3ខ្សែរួមគ្នាបាទព្រមគ្នាតែម្ដងគឺ012 999 014 015 222 102និង097 8585 102អញ្ចឹងក្រុមការងារយើងរងចាំទទួលនៅខាងក្រៅអាដាមសំណួរដំបូងហើយក៏ប្រហែលជាប្រិមិត្តយើងគាត់ចង់ដឹងដែរថាតើមានមូលហេតុអីដែលបង្កើតឲ្យមានមន្ត្រីកសិកម្មឃុំហើយតើបច្ចុប្បន្នហ្នឹងមន្ត្រីកសិកម្មឃុំរបស់យើងបានរីប៉ាយនៅតំបន់ណាខ្លះនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងហើយគោលបំណងសំខាន់ដែលបង្កើតឲ្យមានមន្ត្រីកសិកម្មឃុំហ្នឹងតើចេញពីណាមកហើយមានមូលហេតុអីបាទបាទអរគុណច្រើនជាបឋមខ្ញុំបាទសូមគ្រប់ជំរាបសួរដល់ឯកឧត្តមអស់លោកអ្នកស្រីប្រិយមិត្តអ្នកស្ដាប់ជាពិសេសបងប្អូនជាប្រជាកសិករទាំងអស់បានកំពុងស្ដាប់នឹងតាមដានស្ដាប់នៅការផ្សាយបន្តផ្ទាល់នេះបាទតកតងនឹងរឿងនេះទី1ខ្ញុំចង់បញ្ជាក់ជូនបន្តិចក្នុងអាណត្តិទី7របស់រដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតហ្នឹងគឺរដ្ឋាភិបាលបានដាក់ចេញនៅគេហៅថាយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1បាទហើយក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ហ្នឹងគឺមានដាក់ចេញនៅដែលយើងហៅថាកម្មវិធីគោលនយោបាយអតិភិបចំនួន6បាទដែលអតិភិបទី1ផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាលអតិភិបទី2ទៅលើវិស័យយុវជនបណ្ដុះបណ្ដាលវិជ្ជាជីវៈអតិភិបទី3ដែលផ្ដោតសំខាន់ទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធអតិភិបទី4ផ្ដោតប្រសានទៅលើការវិស័យគាំពារសង្គមហើយដល់ឡែកអតិភិបទី5ទី6ផ្ដោតទៅលើវិស័យកសិកម្មក្នុងអតិភិបទី5គឺនិយាយពីការលើកស្ទួយផលិតកម្មរកទីផ្សារបាទនិងរក្សាភាពថ្លៃហើយអតិភិបទី6គឺការដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងហើយនឹងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបអញ្ចឹងគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងគឺជាគោលនយោបាយអតិភិបមួយក្នុងអតិភិបទាំង6ហ្នឹងហើយអតិភិបមានថាសំខាន់ហើយត្រូវធ្វើឲ្យបានជោគជ័យក្នុងអាណត្តិហ្នឹងបាទហើយហ្នឹងគឺវាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កសិករក្នុងវិស័យកសិកម្មយើងហ្នឹងជាពិសេសត្រូវការធនធានមនុស្សទៅផ្ដល់សេវាផ្ទាល់ជូនកសិករនៅតាមមូលដ្ឋានរួមទាំងតំបន់ចុងកាន់មាត់ញោចអីទាំងអស់នៅទូទាំងប្រទេសហ្នឹងបាទយ៉ាងក្នុងនេះគឺក្នុងការអនុវត្តគោលនយោបាយអតិភិបទី6នោះគឺដាក់ពង្រាយមន្ត្រីកសិកម្មឃុំចន្លោះពីឆ្នាំ2023ដល់ឆ្នាំ2028ហ្នឹងហើយក្នុងហ្នឹងគឺដាក់ពង្រាយឲ្យគ្រប់ឃុំសង្កាត់ដែលមានសក្តានុពលកសិកម្មចឹងមកដល់ពេលនេះយើងដាក់ពង្រាយចំនួន1600នាក់នៅទូទាំងប្រទេសហើយនៅចំនួន24ខេត្តលើកលែងរាជធានីភ្នំពេញដោយសារมันមានសក្តានុពលកសិកម្មដូចយើងដឹងស្រាប់បាទហើយក្នុងនោះគឺមានដាក់ពង្រាយចំនួន1509ឃុំសង្កាត់ដោយសារឃុំសង្កាត់ចំនួន81យើងមានដាក់2នាក់ដោយសារនៅឃុំសង្កាត់ណាធំយើងដាក់2នាក់ឃុំដើម្បីជួយការងារដោយសារអត្រាពលរដ្ឋណាតិចយើងដាក់តែពលរដ្ឋច្រើនហើយទំហំផ្ទៃដីធំយើងដាក់2នាក់ដើម្បីឲ្យបម្រើប្រជាពលរដ្ឋបានគ្រប់គ្រាន់បាទអរគុណប្រិមិត្តនេះគឺជាគោលបំណងដែលបង្កើតឲ្យមានមន្ត្រីកសិកម្មឃុំហើយឥឡូវហ្នឹងយើងបានពង្រាយគ្រប់ឃុំអស់ហើយឃុំខ្លះមាន1ឃុំខ្លះមាន2អាស្រ័យទៅលើទំហំដីហើយនឹងប្រជាពលរដ្ឋរស់នៅអាដាមនិយាយអំពីទូនទីវិញតើមន្ត្រីកសិកម្មឃុំខុសប្លែកគ្នាអីជាមួយនឹងមន្ត្រីកសិកម្មខេត្តហើយតើទូនទីរបស់ពួកគាត់យ៉ាងម៉េចដែរបាទអញ្ចឹងកន្លងមកក្នុងរចនាសម្ព័ន្ធរបស់ក្រសួងកសិកម្មរុក្ខាប្រមាណយើងមានក្រសួងតែបន្ទាប់មកយើងមានមន្ទីរកសិកម្មនៅតាមខេត្តគាត់ហើយកន្លងមកយើងក៏ធ្លាប់មានកសិកម្មស្រុកប៉ុន្តែកសិកម្មរົບសមាហរណកម្មចូលក្នុងខាងរដ្ឋបាលស្រុកអីចឹងបាទមន្ត្រីនៅខេត្តគាត់ភាគច្រើនគាត់មូលដ្ឋានគាត់នៅខេត្តហើយតែមានបញ្ហាគាត់ចុះពីខេត្តទៅជួបកសិករនៅតាមឃុំកាត់ទៅចឹងបាទដោយឡែកមន្ត្រីកសិកម្មឃុំសង្កាត់នេះទី1គាត់មានលក្ខណៈពិសេសចេះទី1គឺជាមន្ត្រីកសិកម្មឃុំសង្កាត់គឺនៅប្រចាំឃុំសង្កាត់ហ្មងគាត់នៅហ្នឹងរស់នៅហ្នឹងធ្វើការហ្នឹងហ្មងបាទថាមួយអាទិត្យ7ថ្ងៃមួយខែ30ថ្ងៃគាត់នៅប្រចាំការហ្នឹងតែម្ដងហ្នឹងទី1ទី2ជាទូទៅយើងរើសចេញពីអ្នកដែលឃុំណារើសចេញពីឃុំហ្នឹងឬក៏ក្នុងស្រុកហ្នឹងវាអាចគាត់នៅឃុំ
ក្នុងស្រុកតែមួយឬក្នុងខេត្តតែមួយ បាទបាទ អញ្ចឹងកន្លងមកគឺការជ្រើសរើសគឺអញ្ចឹងហើយឆ្លងកាត់ការប្រឡងអីត្រឹមត្រូវណាបាទ បាទ អញ្ចឹងគឺជាទៅគឺជាអ្នកមូលដ្ឋាននៅនឹងហ្មងហើយអ្នកខ្លះគឺជាកសិករនៅនឹងស្រាប់តែម្ដងជាទៅភាគច្រើនភាគតិចណាស់ដែលគាត់មកពីខេត្តផ្សេងណាទោះបីក៏មកពីខេត្តផ្សេងគាត់ទៅនៅនឹងបាទនៅរស់នៅនឹងតែម្ដងហើយទី3គឺការិយាល័យរបស់គាត់ហ្នឹងគឺស្រែចម្ការតែម្ដងគាត់មិនមែនមន្ត្រីអង្គុយនៅក្នុងការិយាល័យទេ ខ្ញុំស្មានតែមានការិយាល័យនៅក្នុងឃុំ ការិយាល័យរបស់គាត់គឺនៅតាមកន្លែងណាស្រែចម្ការរបស់កសិករគឺការិយាល័យរបស់គាត់ធ្វើការធម្មតាគាត់មានកន្លែងមកធ្វើការមកសាលាឃុំអីចឹងណាមកពេលប្រជុំមកបុកសរុបរបាយការណ៍ព្រោះគឺយើងថាជាមន្ត្រីនៅគេភាសាយើងថានៅសមរភូមិចិត្តបុកនៅជាប់នៅជាមួយកសិករធ្វើការជាមួយកសិករបម្រើកសិករដិតដល់ចឹងអានោះជាលក្ខណៈពិសេសរបស់គាត់ចឹងហើយអ្វីដែលសំខាន់តកតងនឹងសំណួរជុំវិញតួនាទីភារកិច្ចនិងការទទួលខុសត្រូវរបស់គាត់ហ្នឹងគឺក្នុងឯកសារគោលនយោបាយគឺយើងបានចែងច្បាស់ទី1គាត់មានតួនាទីភារកិច្ចការទទួលខុសត្រូវសំខាន់ចំនួន5ទី1គាត់ក្តាប់ពីបញ្ហាពីតម្រូវការរបស់កសិករចឹងណាហើយបញ្ហាតកតងបញ្ហាបច្ចេកទេសបញ្ហាតកតងនឹងគ្រោះធម្មជាតិបញ្ហាតកតងនឹងការទីផ្សារតកតងអីហ្នឹងណាគឺក្តាប់នៅបញ្ហាហ្នឹងហើយជួយកសិករដោះស្រាយបញ្ហាហ្នឹងហើយក្នុងករណីគាត់ដោះស្រាយអត់បានគាត់រាយការណ៍តាមដំណើរនក្រមឡើងមកស្រុកមកខេត្តមកក្រសួងអញ្ចឹងដើម្បីទទួលនៅអន្តរាគមន៍តមកទី3គឺគាត់សម្របសម្រួលអនុវត្តនៅដំណោះស្រាយហ្នឹងដើម្បីឆ្លើយតបនៅតម្រូវការរបស់កសិករហើយភារកិច្ចទី4ផ្ដោតទៅលើការផលិតផ្សារភ្ជាប់មកទីផ្សារទាំងជួយឲ្យគាត់កសិករផលិតឆ្លើយតបនៅតម្រូវការទីផ្សារហើយផ្សារភ្ជាប់មកកសិករទីផ្សារអញ្ចឹងបាទហើយភារកិច្ចទី5គឺជាភារកិច្ចមួយដ៏សំខាន់ណាស់ដែរគឺតកតងនឹងស្ថិតិកសិកម្មគាត់ប្រមូលធ្វើបាច់បន់ភាពស្ថិតិកសិកម្មនឹងឲ្យបានទាន់ពេលដែលវាជួយមកក្រសួងមកជួយមករាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយក៏ដូចជាគោលការណ៍ផ្សេងៗដើម្បីជួយត្រឡប់ទៅវិញក្នុងការអភិវឌ្ឍកសិកម្មនៅតាមមូលដ្ឋានរបស់គាត់បាទហើយក្នុងមន្ត្រីកសិកម្មឃុំហ្នឹងគឺយើងវាស់នៅភាពជោគជ័យនៃការអនុវត្តគោលនយោបាយហ្នឹងទៅលើ2ចំណុចសំខាន់ចំណុចទី1តកតងនឹងចំនួនកសិករដែលបានទទួលសេវាចំនួនកសិករទទួលបានសេវាហើយនឹងពេញចិត្តនឹងសេវាកសិកម្មរបស់គាត់ហើយទី2គឺយើងវាស់ទៅលើកំណើននៃប្រាក់ចំណូលរបស់ប្រជាកសិករកំណើននៃកម្រិតជីវភាពនៃរបស់ប្រជាកសិករហ្នឹងហើយហ្នឹងដែលយើងហៅថាជា KPI សំខាន់របស់គាត់ហើយចូលលឿនហ្នឹងគឺការវាស់ភាពជោគជ័យហើយរាជរដ្ឋាភិបាលក៏មានរង្វាន់លើកទឹកចិត្តដល់គាត់បាទរង្វាន់លើកទឹកចិត្តវាមាន2ទី1ប្រាក់លើកទឹកចិត្តទៅលើគាត់ដែលសម្រេចការងារនឹងបានជោគជ័យបាទហើយទី2អ្នកដែលធ្វើការបានល្អគឺយើងមានគោលការណ៍ជ្រើសរើសជាមន្ត្រីកសិកម្មឃុំឆ្នាំទូទាំងប្រទេសបាទមានរង្វាន់លេខ1លេខ2តាមហ្នឹងទៅបាទហើយនឹងមន្ត្រីកសិកម្មឃុំសង្កាត់ឆ្លើមប្រចាំស្រុកចឹងជាការលើកទឹកចិត្តដល់ការងាររបស់គាត់អាដាមឃុំមួយមានផ្ទៃដីច្រើនហើយបើសិនជាគាត់តែម្នាក់តើសេវាកម្មគាត់ផ្ដល់នោះគាត់ធ្វើការងារយ៉ាងម៉េចដែរព្រោះផ្ដល់កអញ្ចឹងចូលកន្លែងខកខូនតើគាត់រៀបចំការងាររចនាសម្ព័ន្ធរបស់គាត់យ៉ាងម៉េចដែរអាដាមទី1គឺការដោះស្រាយបញ្ហាទីទៅជូនប្រជាកសិករទាំងអស់អញ្ចឹងអ្វីដែលសំខាន់គាត់ធ្វើម៉េចឲ្យកសិករនៅក្នុងឃុំសង្កាត់នេះមួយដឹងពីវត្តមានត្រីកសិកម្មឃុំមានលេខទូរស័ព្ទហើយទាំងអាជ្ញាធរមូលដ្ឋានមេភូមិមេឃុំអីចឹងគឺគាត់ដឹងពីវត្តមានត្រីកសិកម្មឃុំអញ្ចឹងបើមានបញ្ហាអីកសិករតាក់ទងមកគាត់មកផ្ទាល់ឬក៏តាក់ទងគាត់ប្រយោលអានោះទី1ទី2គាត់ទៅរកកសិករបាទការទៅរកកសិករអាហ្នឹងគឺវាមានតំណែងអំណងទៅវិញទៅមកបាទអញ្ចឹងហើយបានក្នុងជំហានទី1នៃការដាក់បង្រៀនត្រីកសិកម្មឃុំនោះគឺធ្វើម៉េចឲ្យត្រីកសិកម្មឃុំក្តាប់អំពីស្ថានភាពកសិកម្មក្នុងឃុំសង្កាត់គោលសម័យប្រកបដោយបានច្បាស់ហើយទី2ឲ្យប្រជាពលរដ្ឋនឹងដឹងពីវត្តមានពីមន្ត្រីកសិកម្មឃុំហើយបើត្រូវការសេវាតាក់ទងគាត់របៀបម៉េចដោយផ្ទាល់ដោយប្រយោលហើយបូកនឹងតាមលេខទូរស័ព្ទបាទជាយន្តការមួយក្នុងក៏មានលេខទូរស័ព្ទដែលតំណាក់ម្ដងផ្ទាល់មកទូទាំងប្រទេសដែរគេហៅលេខ1289ហ្នឹងគេអាចតាក់ទងបានផ្ទាល់មកទូទាំងប្រទេសហ្នឹងបាទអាហ្នឹងរឿងទី1រឿងទី2គឺក្នុងការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មហ្នឹងគឺយើងធ្វើការមានជំហានរបស់យើងគេហៅថា4ជំហានទី1ក្តាប់ពីបញ្ហាក្តាប់ពីស្ថានភាពឲ្យបានច្បាស់លាស់អ្វីជាបញ្ហាអ្វីជាតម្រូវការរបស់កសិករហើយតែយើងដោះស្រាយបញ្ហានោះវាមិនបាទតទៅមកទី2យើងរើសកសិករដែលគាត់មានសក្តានុពលកសិករដើម្បីសហការធ្វើបង្ហាញ
នៅដំណោះស្រាយបច្ចេកទេស បាទ ហើយទីទៅហៅថាឥឡូវធ្វើបង្ហាញរបៀបប្រើជីមិនឲ្យវាល្អជាងទម្លាប់មកប្រើប្រាស់ពូជមិនឲ្យវាល្អជាងទម្លាប់មកឡើងទៅហើយទី3យើងតាមដានគ្រប់គ្រងការធ្វើបង្ហាញហ្នឹងកត់ត្រាឲ្យបានច្បាស់លាស់បានទិន្នន័យច្បាស់លាស់វិភាគឲ្យបានច្បាស់លាស់តើអ្វីដែលយើងណែនាំហ្នឹងមកប្រៀបធៀបជាទម្លាប់តើវាមានផលចំណេញអីខ្លះទាំងសេដ្ឋកិច្ចទាំងបរិស្ថានទាំងសង្គមអីចឹងហើយបន្ទាប់មកទី4គឺយើងបានជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយបាទផ្សព្វផ្សាយតាមរយៈនាំកសិករផ្សេងទៀតមកមើលហើយផ្សព្វផ្សាយតាមរយៈកសិករធ្វើជោគជ័យគាត់ផ្សព្វផ្សាយបន្តផ្សព្វផ្សាយតាមរយៈផលិតជាវីដេអូឃ្លីបអីផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអីចឹងអាហ្នឹងវាត្រូវធ្វើជាជំហានអញ្ចឹងក៏ដោយការដាក់ពង្រាយយើងទៅតែដាក់ចប់សពគ្រប់នៅខែតុលាឆ្នាំ2025បាទឯហើយឥឡូវបច្ចុប្បន្ននេះយើងកំពុងតែពង្រឹងរបៀបហ្នឹងពង្រឹងដៃម្ខាងធ្វើមិនឲ្យជាពលរដ្ឋស្គាល់ពីវត្តដឹងឮពីវត្តមានត្រីកសិកម្មឃុំដៃម្ខាងទៀតជឿរើសកសិករសហការឲ្យបានច្បាស់លាស់ដើម្បីខ្លាយជាកសិករគំរូកសិករធ្វើបង្ហាញដល់កសិករផ្សេងទៀតហ្នឹងបាទអាដាមបកក្រោយបន្តិចមុនហ្នឹងខ្ញុំភ្លេចរំលេចសួរពាក់ព័ន្ធទៅនឹងការជ្រើសរើសពួកគាត់ព្រោះពេលខ្លះបងប្អូនបារម្ភថាអាចជ្រើសទៅអត់ត្រូវជំនាញរបស់គាត់តែចេះតែរើសមកដាក់ជាមន្ត្រីកសិកម្មឃុំកន្លែងនេះយន្តការរបស់ក្រសួងគាត់ធ្វើយ៉ាងម៉េចបាទការជ្រើសរើសមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងគឺមានដំណើរការនិងយន្តការច្បាស់លាស់ទីមួយយើងបានផ្សព្វផ្សាយប្រកាសនៅទូទាំងប្រទេសហើយក្នុងយើងកំណត់ឃុំណាទៅរើសមន្ត្រីកសិកម្មឃុំអីចឹងអញ្ចឹងអ្នកដែលគាត់ដាក់ពាក្យហ្នឹងគាត់ដាក់ចំវាថាផុសណាគាត់ចង់ឃុំណាមួយអញ្ចឹងទៅគាត់ដាក់ចូលមកក្នុងឃុំហ្នឹងតែម្ដងគាត់អត់មានរាយប៉ាយទេហើយអ្នកប្រឡងឃុំហ្នឹងមានclear ដាក់ពាក្យ20នាក់អញ្ចឹងក្នុង20នាក់គាត់ប្រឡងប្រជែងទៅសិតតែប្រឡងមិនរើសតាមខ្សែតាមបងប្អូនឃុំនឹងអត់ទេប្រឡងជាប់បានមានឱកាសខ្លាចជាមន្ត្រីកសិកម្មយើងឃើញដាក់ពាក្យហ្នឹងគឺចូលដល់រាប់ម៉ឺននាក់អីចឹងណាដាក់ពាក្យមកប្រគួតជ័យហើយការប្រឡងទាំង3លើកហ្នឹងគឺខ្ញុំផ្ទាល់គឺប៉ុន្តែការងារដឹកនាំការប្រឡងជ្រើសរើសគឺក្រសួងមុខងារសាធារណៈគាត់ធ្វើការងារហ្នឹងណាគឺយើងធ្វើការនឹងម៉ត់ចត់គឺជ្រើសរើសច្បាស់លាស់ណាស់ហើយគាត់ម្នាក់គឺគាត់ធ្វើការសម្រាប់ចិត្តដល់ខ្លួនគាត់ចង់ទៅនៅឃុំណាអញ្ចឹងគាត់ដឹងថាឃុំណាដាច់ស្រយាលឃុំណាមិនដាច់ស្រយាលអ្នកខ្លះគាត់ជ្រើសរើសឃុំខ្លួនគាត់អ្នកខ្លះជ្រើសរើសឃុំដែលនៅចិត្តស្រុកកំណើតគាត់អញ្ចឹងណាបាទឯដល់បាទហ្នឹងទី1ទី2មន្ត្រីកសិកម្មឃុំនោះគឺយើងរើសជាមន្ត្រីបច្ចេកទេសកសិកម្មមែនប៉ុន្តែគាត់ជំនាញទូទៅជំនាញសម្រាប់បើជាជំនាញសម្រាប់ព្រួលតម្លាក់ទំនងច្រើនមិនជំនាញឯកទេសមួយជាក់លាក់អីបាទក៏ប៉ុន្តែបើសិនជាគាត់ទៅនៅឃុំហ្នឹងឧទាហរណ៍ឃុំណាមួយថាលើឃុំសាលាវិស័យខេត្តកំពង់ធំអញ្ចឹងសម្បូរស្វាយចន្ទទីអញ្ចឹងគាត់ត្រូវពង្រឹងលើជំនាញស្វាយចន្ទទីអញ្ចឹងទៅចំទីតាំងទីអត់ឃុំរំដោះអញ្ចឹងខេត្តព្រះវិហារសម្បូរស្រូវអញ្ចឹងអញ្ចឹងត្រូវបង្កើនទៅលើជំនាញទៅលើផលិតកម្មស្រូវអញ្ចឹងទៅអាចឃុំណាមួយសម្បូរអ្នកចិញ្ចឹមត្រីអញ្ចឹងទៅអញ្ចឹងបង្កើនជំនាញនឹងបន្ថែមបាទឯដល់ហើយក្នុងករណីមួយទៀតគឺយើងមានមន្ត្រីជំនាញនៅទូទាំងប្រទេសមានថានៅក្រសួងទៅតាមស្ថាប័នជំនាញអគ្គជំនាញហ្នឹងគេមានអ្នកជំនាញដើម្បីជួយគ្រប់គ្រងគាត់ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសបើសិនជាអាហ្នឹងគាត់មិនត្រូវជំនាញគាត់ឬក៏វាគាត់មិនអាចដោះស្រាយបញ្ហាហ្នឹងក្នុងកម្រិតគាត់បានបាទអរគុណអាដាមនៅតំបន់ភូមិភាគឦសានគឺសម្បូរបងប្អូនជនជាតិដើមភាគតិចតើមន្ត្រីកសិកម្មឃុំនៅទីនោះគាត់មានលក្ខណៈពិសេសអីជាងគេទេហើយភាសានិយាយការតំណែងជាមួយបងប្អូនជនជាតិដើមភាគតិចតើខាងក្រសួងកសិកម្មបានប្រមាណមើលយ៉ាងម៉េចដែរបាទបច្ចុប្បន្ននេះបើយើងនិយាយពីចំណុចខ្លាំងរបស់ក្រសួងកសិកម្មក្នុងអាណត្តិនេះគឺយើងមានមន្ត្រីកសិកម្មឃុំសង្កាត់នឹងគ្រប់កន្លែងមានថានៅតំបន់ណាក៏យើងមានដែរឃុំសង្កាត់តំបន់ភ្នំតំបន់ដាច់ស្រយាលចឹងមិនសូម្បីកោះក៏មានដែរលើកលែងតែកោះរងឯហ្នឹងបាទហើយក្នុងហ្នឹងដូចគ្នាដែរគឺជាពិសេសក្នុងខេត្តរតនគិរីខេត្តមណ្ឌលគិរីហ្នឹងគឺយើងមានមន្ត្រីកសិកម្មយើងនៅគ្រប់ឃុំសង្កាត់នៅទីនោះបាទហើយក្នុងខេត្តរតនគិរីមណ្ឌលគិរីយើងដឹងស្រាប់គឺជនជាតិដើមភាគតិចភាគច្រើននៅហ្នឹងហើយអញ្ចឹងក្នុងចំណោមមន្ត្រីកសិកម្មឃុំសង្កាត់ដែលយើងដាក់ពង្រាយហ្នឹងក៏មានមន្ត្រីកសិកម្មឃុំសង្កាត់ក៏ជាជនដើមភាគតិចដែរបាទទីហោដូចខេត្តរតនគិរីហ្នឹងវាមានជនជាតិដើមភាគតិចហ្នឹងមាន12 13នាក់ណាក្នុងហ្នឹងមានក្រឹងមានតំពូនមានចរាយជាដើមណាមានច្រើនជនជាតិដើមបាទ
មានប្រុសមានស្រីចឹងទៅហើយគាត់ហើយលក្ខណៈពិសេសមួយដែលគាត់ជាជនជាតិដើមភាគតិចហ្នឹងទី1គាត់មានតួនាទីជាមន្ត្រីទី2គាត់អាចនិយាយភាសាគាត់ជនជាតិដើមមួយជាជនគាត់បានងាយស្រួលតំណងគ្នាទី3គាត់ទទួលបានការអប់រំមានចំណេះដឹងចែកទេសអីច្រើនចឹងបាទដោយឡែកឃុំណាដែលមិនមានមន្ត្រីកសិកម្មឃុំដែលជនជាតិដើមភាគតិចហ្នឹងក៏យើងមានការជួយគ្នាទៅវិញទៅមកព្រោះការងារមន្ត្រីកសិកម្មឃុំកាត់នេះខ្ញុំបញ្ជាក់គឺការងារគាត់ធ្វើជាក្រុមបើថាម្នាក់មានឃុំខ្លួនឯងមែនប៉ុន្តែរួមនេះជាស្រុកមកលើស្រុកអូវនស្រ័យស្រុកអូយ៉ាដាវអញ្ចឹងណាគាត់មានគ្នាគាត់ជាក្រុមហើយក្រុមមួយគាត់មានប្រធានក្រុមជា team leader អ្នកសម្របនួលក្រុមក្នុងស្រុកគេជួយគ្នាទៅវិញទៅមកអញ្ចឹងវាអាចជួយដោះស្រាយបញ្ហាដែលយើងថាជាពិសេសតកតងនឹងភាសាតំណាក់តំណងវប្បធម៌ទំនៀមទម្លាប់មួយជនជាតិដើមភាគតិចអាចដោះស្រាយរបាំងនឹងបានច្រើនដោយសារមានក្រុមគ្នាគាត់ក៏ជាជនជាតិដើមងាយតំណាក់តំណងយល់ដឹងភាសាអាហ្នឹងយើងយល់ពីបញ្ហាហ្នឹងអញ្ចឹងហើយបានក្រសួងយកចិត្តទុកដាក់ធ្វើម៉េចក្នុងការជ្រើសរើសធ្វើម៉េចឲ្យអតិភិបអញ្ចឹងបានយើងឲ្យអតិភិបអ្នកដែលនៅឃុំស្រុកណារើសអ្នកហ្នឹងអញ្ចឹងណាបាទអញ្ចឹងហើយបានយើងបានអាចជ្រើសរើសជនជាតិដើមភាគតិចអីមកជួយធ្វើការបម្រើដល់ប្រជាកសិករនៅទីនោះបាទអរគុណច្រើនដល់ដល់ប្រិមិត្តជាទីគោរពរាប់អានមុននេះយើងបានពិភាក្សាគ្នាហើយប្រិមិត្តយើងបានដឹងអំពីទូនីតិនៃមន្ត្រីកសិកម្មឃុំហើយបានដឹងអំពីការគ្រប់ដណ្ដប់ចំនួនរបស់បងប្អូនមន្ត្រីកសិកម្មឃុំបានហើយបើសិនជាបងប្អូននៅតែមានចម្ងល់ឬក៏មានសំណួរអញ្ជើញទម្លាក់ comment សំណួរនៅក្នុងប្រអប់ comment ខ្ញុំឃើញមានខ្លះហើយវគ្គក្រោយខ្ញុំនឹងដកសំណួរប្រិមិត្តយើងនៅក្នុងប្រអប់ comment តាមរយៈ Facebook លើកទៅសួរវា comment អញ្ចឹងប្រិមិត្តតាមបណ្ដាខេត្តដែលកំពុងតែស្ដាប់ប្រិមិត្តយើងនៅភ្នំពេញដែលកំពុងតែស្ដាប់ឮថ្ងៃនេះយើងកំពុងតែពិភាក្សាគ្នាទៅលើប្រធានបទមន្ត្រីកសិកម្មឃុំដែលយើងមានកិត្តិយសខ្លាំងបំផុតដែលយើងបានអញ្ជើញអាដាមយ៉ងសាំងកុមាររដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាវាគ្មិនអញ្ចឹងប្រិមិត្តយើងបើមានចម្ងល់អញ្ជើញហៅទូរស័ព្ទមកកាន់កម្មវិធីយើងបានតាមរយៈលេខទូរស័ព្ទ012 999 014 015 222 102និង097 85 102លោកអ្នកមានចម្ងល់លើប្រធានបទនេះមែនទេសូមទូរស័ព្ទមកលេខ012 999 014 015 222 102និង097 85 85 102ជីវិតផ្សារភ្ជាប់នឹងបរិស្ថានប្រទេសថ្កើងថ្កានសហគមន៍រីករាយប្រិមិត្តជាទីគោរពរាប់អាននាងកញ្ញាលោកស្រីកំពុងតែទស្សនានិងស្ដាប់កម្មវិធីកសិកម្មនៅក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរដែលយើងកំពុងតែពិភាក្សាគ្នាទៅលើប្រធានបទមន្ត្រីកសិកម្មឃុំនៅថ្ងៃនេះយើងមានកិត្តិយសបានគ្រប់អញ្ជើញអាដាមយ៉ងសាំងកូម៉ារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគឺជាវាគ្មិនកិត្តិយសរបស់យើងបាទឥឡូវនេះខ្ញុំមុននឹងចូលសំណួរបន្តដែលខ្ញុំបានរៀបចំខ្ញុំសូមដកសំណួរមួយចំនួនចេញពីបណ្ដាញសង្គមដើម្បីសួរទៅអាដាមកញ្ញាលីដាគាត់សួរថាកសិករភាគច្រើនគាត់បារម្ភរឿងលក់ទិន្នផលមិនបានថ្លៃឬក៏លក់មិនចេញតើមន្ត្រីកសិកម្មឃុំបានជួយសម្រួលគាត់បានយ៉ាងដូចម្តេចខ្លះអាដាមសំណួរនេះពាក់ព័ន្ធមិនមែនតែក្រសួងកសិកម្មទេពាក់ព័ន្ធទៅនឹងទីផ្សាររបស់បងប្អូនកសិកររបស់យើងទៀតបាទសូមជម្រាបអាដាមបាទអរគុណចំពោះសំណួរនេះបាទតកតងនឹងការងារគ្រប់គ្រងកសិករដើម្បីផលិតផ្សារជាប់នឹងទីផ្សារនិងជួយដោះស្រាយបញ្ហាទីផ្សារដូចខ្ញុំចាក់បានពីដើមទីវាស្ថិតក្នុងទូនាទីភារកិច្ចសំខាន់របស់ប្រតិកកម្មឃុំដែលយើងហៅថាភារកិច្ចទី4ហ្នឹងណាបាទក្នុងនេះគឺអ្វីដែលសំខាន់ទី1គឺយើងធ្វើម៉េចគ្រប់គ្រងដល់កសិករឲ្យគាត់មានសមត្ថភាពផលិតដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារហើយពាក្យតម្រូវការទីផ្សារមួយម៉ាត់គឺទី1តើកសិករថាឥឡូវគាត់ដាំបន្លែប្រភេទបន្លែអីថាឥឡូវទៅសក់អញ្ចឹងយើងទៅកសិកម្មគុំធ្វើការមួយគាត់ថាឥឡូវផលិតទៅសក់ហើយទី2គឺកំណត់នៅបរិមាណឲ្យច្បាស់លាស់តើផលិតទៅសក់ហ្នឹងផលិតប៉ុន្មានហើយពេលណាដាំពេលណាប្រមូលផលអីចឹងទី3គឺទៅលើគោលការណ៍គុណភាពអញ្ចឹងផលិតទៅសក់ក្នុងគុណភាពក្នុងស្តង់ដារហ្មិចហើយទី4នោះគឺតកតងរឿងតម្លៃជាពិសេសគឺយើងជួយមិនឲ្យកសិករហ្នឹងជួយកត់ត្រាគ្រប់គ្រងគាត់អំពីការចំណាយហើយនឹងថ្លៃដើមដើម្បីឲ្យស្គាល់ថ្លៃដើមយើងឲ្យច្បាស់លាស់ព្រោះអ្វីសំខាន់គោលបំណងគឺយើងចង់ឲ្យកសិករយើងផលិតបានចំណេញហើយមានទីផ្សារបាទមានទីផ្សារបាទទីផ្សារ
ជារឿងមួយប៉ុន្តែធ្វើផលិតមិនឲ្យបានយើងចូលទីផ្សារតើយើងមានសមត្ថភាព គុណភាព ទៅតាមអ្វីដែលខ្ញុំនិយាយមាន បាទ បានគុណភាពតម្លៃហើយនឹងហើយសំខាន់មួយទៀតឲ្យចេះសហការគ្នាមកទីផ្សារគេត្រូវការទៅសក់មួយថ្ងៃ100គីឡូអញ្ចឹងបើកសិករម្នាក់គាត់ផលិតបានទីហោបាន50គីឡូ បាទ ប៉ុន្តែម្នាក់ទៀតបាន20គីឡូម្នាក់ទៀតបាន30គីឡូពុំគ្នាបាន100បានទី1ទី2គេត្រូវការរងថ្ងៃ បាទតែយើងគ្រប់គ្រងគេទាន់អត់ អញ្ចឹងអ្នកខ្លះគាត់គាត់បេះទៅសក់បានដល់20ថ្ងៃឬក៏30ថ្ងៃវាដាច់ បាទ អញ្ចឹងវាធ្វើម៉េចកុំឲ្យវាដាច់វាតគ្នាអញ្ចឹងវាត្រូវវាតគ្នាជាប្រព័ន្ធហើយចងក្រងជាក្រុមអីចឹងហើយសម្រាប់ផលិតផលផ្សេងទៀតមិនខុសគ្នាដែរហើយអញ្ចឹងហើយបានជាមន្ត្រីកសិកម្មឃុំសង្កាត់យើងចុះទៅបញ្យលកសិករបើសិនជាបងប្អូនប្រជាពលរដ្ឋចង់ឲ្យមន្ត្រីកសិកម្មឃុំសង្កាត់គ្រប់គ្រងនឹងការរឿងទីផ្សារឲ្យចុះឈ្មោះមួយគាត់ហើយគាត់នឹងធ្វើការជាមួយហើយទៅនឹងក៏គាត់សហការជាមួយមន្ត្រីកសិកម្មឃុំសង្កាត់ផ្សេងទៀតដែរជាហោះក្នុងករណីក្នុងឃុំគាត់អ្នកដាំតសក់នឹងអត់គ្រប់គ្រាន់វាត្រូវចាប់ដៃមួយមន្ត្រីកសិកម្មឃុំសង្កាត់នៅឃុំឯផ្សេងទៀតទៅអញ្ចឹងវាជាការងារមួយយើងនិយាយទៅជាការងារមួយវាត្រូវការជំនាញហើយត្រូវការយល់ពីកសិករហើយត្រូវការចូលរួមទៅវិញបើសិនជាពេលខ្លះវាមានបញ្ហាទីផ្សារកើតមានឡើងដោយចៃដន្យអញ្ចឹងវាជុលវាមានការធ្លាក់ថ្លៃឬខ្វះអ្នកទិញអីហ្នឹងអាហ្នឹងគឺយើងថាគេយ៉ាងដោះស្រាយតាមលក្ខណៈប្រតិកម្មនិយមអ្វីខ្ញុំនិយាយមុនគឺលក្ខណៈបរិយាកម្ម proactive ដល់ពេលបញ្ហាកើតមានឡើងកសិករតែមករមន្ត្រីកសិកម្មឃុំអញ្ចឹងក៏ដោះស្រាយទៅតាមហ្នឹងទៅជួនកាលមានមន្ត្រីកសិកម្មឃុំខ្លះគាត់ជួយដឹកទៅលក់ទៀតអាហ្នឹងទៅតាមជាក់ស្ដែងណាឬក៏អ្នកខ្លះគាត់ជួយសម្របសម្រួលអ្នកផ្សេងមកជួយទិញទៅឥឡូវមានអ្នកខ្លះគាត់បង្ហោះក្នុងបណ្ដាញសង្គមជួយឲ្យគេទិញហ្នឹងទៅបើសហការគ្នាពីដំបូងវាអត់មានបញ្ហាហ្នឹងបាទប៉ុន្តែបើយើងនិយាយពីដំបូងមកវាស្រួលដូចថាការពារណាការពារភាសាព្យាបាលប៉ុន្តែដល់ពេលខ្លះវាត្រូវការព្យាបាលដែរប៉ុន្តែខ្ញុំគិតថាវាជាជំហានវាត្រូវការពេលព្រោះដូចខ្ញុំបញ្ជាក់គឺយើងទំដាក់ពង្រាយចប់សពគ្រប់ខែតុលាអញ្ចឹងវាមិនទាន់បានមួយឆ្នាំទេអញ្ចឹងគាត់ត្រូវការពេលហើយកសិករត្រូវការកសាងទំនុកចិត្តពីកសិករយើងដែរបាទអរគុណអ្នកដំដែលបានឆ្លើយសំណួរយ៉ាងក្បោះក្បាយពីប្រិមិត្តយើងតាមបណ្ដាញសង្គមឥឡូវសូមទទួលប្រិមិត្តយើងតាមរយៈទូរស័ព្ទវិញម្ដងដែលគាត់ចាំមកសន្ទុះហើយជំរាបសួរប្រិមិត្តបាទជំរាបសួរបងបាទជំរាបសួរសូមស្គាល់ឈ្មោះផងហើយអញ្ជើញមកពីខាងណាខ្ញុំមកឈ្មោះទីបងខ្ញុំមកពីខេត្តកំពង់ធំបងនេះមកពីកំពង់ធំបាទដឹងប្រធានបទរបស់យើងនិយាយអំពីអ្វីដែរទេដឹងថាតើតោងជាមួយនឹងកសិកម្មនៅម្ដុំភូមិភាគតិចបងកសិករនៅបងប្អូនជនជាតិដើមភាគតិចហើយនិយាយអំពីមន្ត្រីឃុំកសិកម្មឃុំណាបងនេះមានជាយោបល់ឬក៏សំណួរសួរទៅកាន់អាដាមវាគ្មិនបាទខ្ញុំមានជាសំណួរមួយចំនួនទៅដល់លោកអាយដាមដែរអញ្ចឹងណាបងអញ្ជើញបងថាតើតោងជាមួយនឹងដូចលោកអាយដាមលើកឡើងអញ្ចឹងថាពេលដែលកសិករហ្នឹងគឺគាត់ទទួលបានការសិក្សាឬក៏អីហើយអត់ហើយប៉ុន្តែដូចលោកអាយដាមគាត់បានលើកឡើងដែរថានឹងមានការជួយទៅដល់បើសិនជាខាតអីអញ្ចឹងហើយខ្ញុំចង់ដឹងថាចេះដោយសារតែភ្លាមអញ្ចឹងអាកាសធាតុយើងប្រែប្រួលអញ្ចឹងជនជាតិដើមភាគតិចប្រហែលជាគាត់ពិបាកអញ្ចឹងតើរាជរដ្ឋាភិបាលគាត់មានដំណោះស្រាយអីដែរខ្លះដែលជួយយ៉ាងមកចត់ដែរដោយសារតែបើរយៈពេលយូរពេកគឺបាក់ដល់ថវិកាគាត់ដែរអញ្ចឹងបងបើសិនជាគាត់ផ្លាស់ប្ដូរភ្លាមណាមានន័យថាយ៉ាងម៉េចមានន័យថាពេលដែលគាត់មានផលិតផលឬក៏មានផលហើយរដ្ឋាភិបាលជួយអីដល់គាត់ព្រោះគាត់ពេលខ្លះទុកតំណែងហ្នឹងទៅវាអាចខូចវាអាចខាតដល់ពួកគាត់ណាជាយន្តការជួយគ្រប់គ្រងដល់ផលិតផលកសិកររបស់បងប្អូនជនជាតិដើមភាគតិចណាចាហ្នឹងហើយបងខ្ញុំមានចំណល់ថាចុះបើសិនជាគាត់ផ្លាស់ប្ដូរទៅតាមរដ្ឋាភិបាលហើយប៉ុន្តែការផ្លាស់ប្ដូរនឹងត្រូវការពេលវេលាសម្រាប់ពួកគាត់ហើយពួកគាត់ត្រូវការថវិកាភ្លាមអញ្ចឹងតើមានដំណោះស្រាយអីជួយពួកគាត់អីអញ្ចឹងអត់បងបាទអរគុណខ្ញុំយល់សំណួរបាទខ្ញុំយល់សំណួរបងប្អូនប៉ុណ្្នឹងទេបងប្អូនណាចាបងចាអរគុណបងប្អូនអរគុណច្រើនដែលបានគ្រប់គ្រងវិទ្យុស្ត្រីហើយចូលរួមក្នុងកម្មវិធីយុគសម័យក្នុងការសិផ្លាស់ប្ដូររបស់យើងនៅក្នុងថ្ងៃនេះបាទជម្រាបលាបងស្រីបាទសំណាងល្អជួបគ្នាឱកាសក្រោយអាដាមត្រង់យោបល់របស់គាត់អាដាមមានអ្វីឆ្លើយតបមែនតើបើសិនជាមានការផ្លាស់ប្រែពីការធ្វើកសិកម្មបែបឆ្លាតវៃហើយពេលខ្លះគាត់អត់ទាន់សម្របខ្លួននៅក្នុងការទទួលយកអាថ្មីនឹងទេតើជាយុទ្ធសាស្ត្ររបស់ក្រសួងធ្វើការងារយ៉ាងម៉េចចំពោះកសិករយើងបាទ
បាទទី1ដូចខ្ញុំបានបញ្ជាក់ពីជំហានទាំង4នេះណាក្នុងការជំរុញនៅការអនុវត្តអីមួយថ្មីក្នុងចំណោមជាកសិកររួមទាំងជនជាតិដើម ភាគតិចរបស់យើង ភាគតិចហ្នឹងផង បាទ ទី2ខ្ញុំចង់លើកជាការបញ្យល់លម្អិតថែមតិចក្នុងករណីនេះតាមពិតកសិកម្មរបស់ជនជាតិដើមភាគតិចខ្ញុំចាប់ដើមសិក្សាដំបូងតាំងឆ្នាំ1996នៅខេត្តមណ្ឌលគិរីតាំងពីចំនួនយើងអត់ទាន់មានផ្លូវទៅណាជាជនហោះកាលហ្នឹងឬក៏ចូលតាមវៀតណាមណាឥឡូវយើងឃើញមានការវិវត្តវាមានឥទ្ធិពលពីរពី1វាតកតងអាកាសធាតុទី2វាតកតងសង្គមតកតងទីផ្សារហ្នឹងហើយកសិកម្មជនជាតិដើមភាគតិចហ្នឹងជាទូទៅគឺកសិកម្មផលិតដើម្បីហូបជាពិសេសគាត់ធ្វើអាស្រូវចំការវល់ជុំហ្នឹងបាទហើយប៉ុន្តែជាបដាគាត់វិវត្តមកការដាំជាដំណាំដែលហៅជា cash crop ដំណាំលក់យកលុយដូចជាកាហ្វេនៅមណ្ឌលគិរីនៅតំបន់ប៊ូស្រាពួកអីចឹងបាទឬក៏ដាំស្វាយចន្ទីជាដើមហ្នឹងអញ្ចឹងអ្វីដែលជាការផ្លាស់ប្ដូរដែលយើងកំដរគាត់ណាយើងគ្រប់គ្រងគាត់ជាជំហានហ្នឹងគឺយើងធ្វើទៅជាជំហានទី1បើសិនជាគាត់ចង់នៅផលិតជាស្រូវសម្រាប់ហូបយើងជួយធ្វើម៉េចឲ្យគាត់បង្កើនផលិតកម្មស្រូវហ្នឹងទី2បើគាត់ធ្វើពីផលិតកម្មគាត់ដូរពីស្រូវដូចខាងមណ្ឌលគិរីខ្ញុំលើកទឹកចិត្តឲ្យពីដូរពីស្រូវមកកាហ្វេអញ្ចឹងតែប៉ុន្តែវាត្រូវការពេលណាដូចបងអូនលើកមកអញ្ចឹងជាជំហានអញ្ចឹងប៉ុន្តែជាបដាឃើញគាត់ងាកមកកាហ្វេកាន់តែច្រើនប៉ុន្តែកាលណាងាកមកកាហ្វេហើយដាំសម្រាប់ទីផ្សារវាចូលរឿងចំណេញខាតអញ្ចឹងវាចូលរឿងបញ្ហារឿងសេដ្ឋកិច្ចបញ្ហាអីចឹងហើយធ្វើម៉េចនៅចន្លោះពេលហ្នឹងគាត់អាចបានចំណូលគាត់ដើម្បីបានស្បៀងគាត់ទប់ទល់នាំយើងបានប្រមូលផលកាហ្វេអញ្ចឹងឬខាងរតនគិរីគាត់ច្រើនងាកមកដំឡូងងាកមកស្វាយចន្ទីអញ្ចឹងណាបាទអញ្ចឹងយើងសិក្សាពីជំរឿផ្សេងហើយឲ្យការផ្លាស់ប្ដូរនេះវាទៅជាជំហានអញ្ចឹងគឺជាការងារមួយដែលពេលបាត់ភ្លាមក៏ការដឹកនាំខ្ញុំក្នុងបងប្អូនត្រីកសិកម្មឃុំខ្ញុំតែងតែបញ្យល់ណែនាំគាត់ជៀសវាងរឿងទៅឲ្យមានការផ្លាស់ប្ដូរទាំងស្រុងក្នុងពេលភ្លាមហើយវាប៉ះពាល់ទៅដល់ផ្នត់គំនិតប៉ះពាល់ទៅដល់ស្ថានភាពក្នុងជីវភាពរស់នៅរបស់គាត់អញ្ចឹងហើយបានជាជំហានទាំង4ហ្នឹងទី1គឺសិក្សាសិនសិក្សាច្បាស់លាស់តមកធ្វើជាគំរូធ្វើជាបង្ហាញតមកតាមដានកត់ត្រាច្បាស់លាស់ហើយបើឃើញហើយតមកជំរុញឲ្យមានការផ្សព្វផ្សាយការសាយភាយមនុស្សយើងផ្សព្វផ្សាយកសិកម្មមានរបៀបវាបាទមានរបៀបបើអត់មានឃើញអីជាក់ស្ដែងទេអត់មានការប្រែប្រួលគាត់ទទួលយកជាពិសេសសម្រាប់កសិករយើងបូកនឹងជនជាតិដើមភាគតិចគាត់ត្រូវការឃើញអីជាក់ស្ដែងគាត់ត្រូវការឃើញជាក់ស្ដែងជាមុនសិនព្រោះគាត់ថាលឺវាអត់គ្រប់គ្រាន់ទេហើយគាត់បានឃើញវាកាន់តែច្បាស់ហើយធ្វើម៉េចគាត់បានធ្វើឬក៏គ្នាគាត់បានធ្វើអញ្ចឹងវាងាយស្រួលជាងក្នុងការជំរុញបន្តបាទអរគុណអាដាមសង្ឃឹមថាម្ចាស់សំណួរបានទទួលចម្លើយយ៉ាងក្បោះក្បាយឥឡូវនេះសូមទទួលប្រិមិត្តយើងមួយរូបទៀតសិនតាមរយៈទូរស័ព្ទបាទជំរាបសួរប្រិមិត្តបាទជំរាបសួរបងអូនវិសាលជំរាបសួរបងជំរាបសួរលោកបណ្ឌិតយ៉ងតាំងកុមារផងលោកបណ្ឌិតដូចស្គាល់អាដាមបណ្ឌិតច្បាស់បងបាទខ្ញុំធ្លាប់ស្គាល់លោកបណ្ឌិតធ្លាប់ស្គាល់ធ្លាប់បានស្ដាប់សំឡេងបាទសូមស្គាល់ឈ្មោះទីកន្លែងដែលបងទូរស័ព្ទមកផងបាទបងហាក់ពីតកៅហ្នឹងបាទបងហាក់ពីតកៅបងមានយោបល់ឬក៏សំណួរសួរទៅកាន់អាដាមបាទសូមជឿខ្ញុំចេះបានឱកាសនេះបានជួបលោកបណ្ឌិតជាកិត្តិយសណាស់ប៉ុន្តែបើសិនតែសំណួរហ្នឹងសួរទៅប្រាស់ចាក់កន្លែងណាមួយសូមលោកបណ្ឌិតអនុគ្រោះណាឲ្យវិជារះល្មិតងងសួរកន្លែងហ្នឹងទៅកន្លែងណាខកកន្លែងណាសួរហាមសួរក្រៅពីប្រធានបទរបស់យើងមកហាក់ហើយយោបល់ក៏យោបល់ពាក់ព័ន្ធមួយនឹងប្រធានបទរបស់យើងដែរបាទចាប់ពីខាងកសិកម្មទេបាទសូមចេញបងមានឲ្យក្រៅពីកសិកម្មទេចេះលោកបណ្ឌិតខ្ញុំបានជាអ្នកធ្វើស្រែអ្នកបញ្ហាដែលដូចលោកបណ្ឌិតមានប្រសាសន៍មកខាងដើមខ្ញុំបានស្ដាប់បានហើយប៉ុន្តែអ្វីដែលពួកខ្ញុំអ្នកធ្វើស្រែជួបនេះដូចផ្នែកផលស្រូវចឹងជំរុញឲ្យធ្វើដល់ពេលបានផលប្រមូលមកធ្លាក់ថ្លៃបាទអញ្ចឹងហើយដូចរូបខ្ញុំបានយ៉ាងជាពាក់ដល់គេសងអត់ទាន់រួចផងតែការរឿងផ្សេងផ្សាយហ្នឹងលោកបណ្ឌិតហើយចឹងបានតែខ្ញុំសូមអានេះជាសំណួរផងសូមជាសំណុំពរផងគឺថាសូមលោកបណ្ឌិតជួយរិះរកយ៉ាងម៉េចឲ្យតម្លៃជីហ្នឹងជីកសិកម្មហ្នឹងកុំឲ្យវាឡើងហួសកម្រិតពេកលោកបណ្ឌិតតាំងពីមួយបាវ120,000ទៀតឥឡូវឡើងរហូតដល់80,000មុនតាំងពីសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់ហ្នឹងទៀតណាហើយដល់អញ្ចឹងទៅខ្ញុំជាអ្នកធ្វើស្រែធ្វើចំការហ្នឹងពិបាកណាស់ហើយអារឿងតម្លៃហ្នឹងក៏ដូចគ្នាយើងធ្វើអញ្ចឹងទៅថ្លៃដល់ពេលបានផលមកអស់
លេមក600គត់ប្រមានអីចឹងទៅទូទាត់ទៅមិនទៅរួចថ្លៃ បាទកន្លែងនេះខ្ញុំអាចនឹងភ្ជាប់ថាពេលមន្ត្រីកសិកម្មឃុំគាត់ទៅទៅហ្នឹងក៏យើងអាចជួយអីខ្លះអរគុណបងហាក់មានអីបន្ថែមទេបង បាទខ្ញុំសុំតែសុំប៉ុណ្ណឹង អរគុណបង ជួយយ៉ាងម៉េចជួយឲ្យបានជីនឹងធ្លាក់មកវិញមកកុំឲ្យលើហេតុទេ បាទ ធ្វើបានហ្នឹងសូមឲ្យមានតម្លៃសមរម្យមកជាខ្មែរយើងធ្វើដាច់ជើងដាច់ដៃចោលរឿងបានផលអាចមានចំណេញតិចឲ្យតែបានជាចំណេញណា បាទបង បាទថាទៅយូរគាត់បោះបង់ស្រែងចំការអង្គមួយខាន បាទអរគុណបងហាក់ដែលបានចូលរួមជូនពរបងសុខភាពល្អសំណាងល្អជោគជ័យគ្រប់ភារកិច្ចការងារជួបគ្នាឱកាសក្រោយជំរាបលាបាទអាដាមជើញឆ្លើយតបទៅនឹងម្ចាស់សំណួរបាទ បាទអរគុណហាក់ហ្នឹងហើយសំណួរដែលគាត់លើកនៅពរគាត់លើកនេះវាជាបញ្ហាជាក់ស្ដែងដែលកសិករយើងបានកំពុងជួបប្រទះហ្នឹងយើងទូស្គាល់ហ្នឹងជាបញ្ហាហ្នឹងហើយចឹងហើយការងារសំខាន់មួយរបស់មន្ត្រីកសិកម្មឃុំដើម្បីជួយកសិករដោះស្រាយបញ្ហាហ្នឹងចឹងវាមាន3រឿងទី1វាតកតងរឿងជីតម្លៃជីគឺជាតម្លៃមួយដែលវាប្រែប្រួលទៅតាមស្ថានភាពទីផ្សារពិភពលោកអីជាដើមលាក់ដូចសង្គ្រាមនៅអ៊ីរ៉ង់អញ្ចឹងទៅប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងធ្វើម៉េចបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ជីហ្នឹងអញ្ចឹងប្រមាណជីអ៊ុយរ៉េមួយបាវហ្នឹងធ្លាប់បាចទៅបានផលកើនឡើង500គីឡូទៀតហើយយើងធ្វើម៉េចឲ្យវាកើនបាន1000គីឡូជាការងារបច្ចេកទេសសុទ្ធចឹងហើយការងារមន្ត្រីកសិកម្មឃុំយើងកំពុងតែធ្វើហ្នឹងគឺយើងសិក្សាពីទម្លាប់ពីកសិករក្នុងការប្រើប្រាស់ជីចំណាយលើជីប៉ុន្មានលើថ្នាំប៉ុន្មានហើយគាត់ប្រើរបៀបម៉េចហើយដូរនៅរបៀបប្រើហ្នឹងដើម្បីថាយើងចំណាយលើជីដដែលប៉ុន្តែយើងបានចំណេញច្រើនជាងមុនបាទអាហ្នឹងរឿងទី1ហើយរឿងសាមញ្ញទេកសិករយើងភាគច្រើនមកគាត់បាចជីតែម្ដងឬក៏2ដងឬក៏មិនបាចឲ្យទៅតាមវគ្គលូតលាស់អញ្ចឹងវាដូរមកបាចឲ្យច្រើនដងទៅជាពិសេសជីអ៊ុយរ៉េជីអាសូតហ្នឹងក្រៅយើងបាចវាច្រើនវាហើវាហូរអស់អញ្ចឹងដូចយកលុយបោះចោលអញ្ចឹងទោះបីជារដ្ឋឧបត្ថម្ភធនបើថាឲ្យជីថោកកសិករប្រើកាន់តែច្រើនខាតបង់កាន់តែច្រើនបទពិសោធន៍ទៅលើពិភពលោកបង្ហាញថារឿងមិនមែនជាដំណោះស្រាយទេអញ្ចឹងអ្វីដែលសំខាន់គឺធ្វើម៉េចឲ្យជីនឹងតម្លៃមួយសមរម្យប៉ុន្តែឲ្យការប្រើប្រាស់នោះវាមានប្រសិទ្ធភាពនេះជាការងារបច្ចេកទេសឲ្យមកដល់ពេលនេះគឺកសិករជាច្រើនដែលសហការមួយប្រតិកកម្មឃុំនោះគាត់បន្ថយចំណាយជីប៉ុន្តែផលកើនជាងមុនបាទដល់ទី2រឿងតកតងរឿងតម្លៃស្រូវអ្វីដែលយើងកំពុងធ្វើដោយខ្ញុំលើកពីដើមទីយើងនាំកសិករវិភាគអំពីថ្លៃដើមហើយគោលបំណងយើងកាត់បន្ថយថ្លៃដើមដែលជាមធ្យមសប្តាហ៍នេះប្រហែលជា650រៀលក្នុង1គីឡូដែលស្រូវមិនប្រកាន់រដូវហើយស្រូវរដូវវាចូល750ទៅ800អញ្ចឹងធ្វើម៉េចឲ្យវាធ្លាក់មកសល់400ឬក៏300រៀលក្នុង1គីឡូអញ្ចឹងដល់តែថ្លៃដើមវាធ្លាក់បើយើងអ្នករកស៊ីអញ្ចឹងបើយើងទិញចូលថោកយើងលក់បានថ្លៃយើងចំណេញខ្ពស់អញ្ចឹងកសិករយើងចេះគិតថាចង់បានឲ្យបានថ្លៃត្រូវអត់ខុសទេចង់បានតម្លៃស្រូវថ្លៃប៉ុន្តែទៅហ្នឹងតើយើងអត់គ្រប់គ្រងថ្លៃដើមយើងទីហោលើបានស្រូវ1គីឡូ1000ថ្លៃដើមយើង900ចំណេញតែ100ហ្នឹងប៉ុន្តែបើស្រូវធ្លាក់មកសល់700បានថ្លៃដើមយើង400យើងមិនចំណេញ300ហើយនៅការងារហ្នឹងឯងដែលនៅកសិករនៅវៀតណាមគេគិតរបៀបហ្នឹងមិនថាខ្ញុំមិនចង់និយាយថាកសិករវៀតណាមគេល្អជាងយើងក្នុងដីទេប៉ុន្តែគេនាំឲ្យគិតទៅរបៀបហ្នឹងហើយយើងកសិករយើងក៏មានកសិករយើងជាច្រើនគិតរបៀបហ្នឹងដែរអញ្ចឹងក្នុងករណីដែលបងហាក់ក៏លើកបីហ្នឹងអាហ្នឹងគឺយើងត្រូវគិតទាំងសងខាងយើងគិតធ្វើម៉េចឲ្យវាបានតម្លៃខ្ពស់ប៉ុន្តែទៅហ្នឹងគឺទម្លាក់ថ្លៃដើមឲ្យយើងទៀបតាមលក្ខណៈដោះស្រាយតាមរឿងបច្ចេកទេសរឿងពូជរឿងជីរឿងថ្នាំរឿងការគ្រប់គ្រងទឹកហ្នឹងបាទរឿងទី3តម្លៃស្រូវហ្នឹងវាអាស្រ័យទៅលើគុណភាពដែរគុណភាពនិងភាពច្បាស់លាស់យើងអញ្ចឹងទីហោแบบស្រូវយើងពូជសុទ្ធល្អគុណភាពល្អក៏មានទីផ្សារល្អក៏មានតម្លៃល្អហើយហ្នឹងក៏ការងារដែលមន្ត្រីកសិកម្មឃុំយើងបានកំពុងធ្វើហើយយើងមានករណីជោគជ័យច្រើនមានកន្លែងខ្លះគឺគេតម្រង់ទិសចង់ទិញស្រូវតែកន្លែងដែលមានមន្ត្រីកសិកម្មឃុំជាពិសេសវាមានពូជសុទ្ធវាមានការប្រមូលផ្ដុំល្អណាវាមានកាលវិភាគច្បាស់លាស់ពេលណាគេច្រូតពេលណាច្រូតប៉ុន្មានវាងាយស្រួលគេហៅសម្របសម្រួលអ្នកលក់ក៏ស្រួលអ្នកទិញក៏ស្រួលអ្នកដឹកក៏ស្រួលអ្នកច្រូតក៏ស្រួលវាស្រួលទាំងអស់គ្នាអញ្ចឹងវាត្រូវមានអ្នកសម្របសម្រួលអញ្ចឹងបងហាក់បងនៅឃុំណាបងតាក់ទងមន្ត្រីកសិកម្មឃុំហ្នឹងទៅហើយចាំធ្វើការជាមួយគាត់បាទខ្ញុំរកបន្ថែមថាធ្វើម៉េចឲ្យគាត់ដឹងថានៅក្នុងឃុំគាត់មានមន្ត្រីកសិកម្មឃុំហើយនៅទីណាដែរអាហ្នឹងអញ្ចឹងបានជាខ្ញុំបញ្ជាក់ពីដើមទីការងារសំខាន់យុទ្ធនាការយើងសប្តាហ៍ថ្ងៃនេះធ្វើម៉េចឲ្យប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់ដឹងពីថាពិត
មានមន្ត្រីកសិកម្មឃុំបាទជាថាគឺមានពិតប្រកបមែនហើយគាត់នៅហ្នឹងហើយគាត់អាចតាក់ទងតាមរបៀបមិនហើយមកដល់ពេលនេះគឺយើងជាពលរដ្ឋយើងប្រហែលជាង 50% ហើយដែលបានដឹងយល់ពីវត្តមានមន្ត្រីកសិកម្មឃុំណាហើយគោលដៅយើងគឺធ្វើមិនដល់ឆ្នាំ2027ហ្នឹងឲ្យជាពលរដ្ឋ 100% បានដឹងបានយល់ពីវត្តមានមន្ត្រីកសិកម្មឃុំនេះបាទអរគុណច្រើនអាដាមទទួលប្រិមិត្តយើងមួយរូបចុងក្រោយដោយសារពេលវេលាយើងក៏ខ្លីដែរលោកឡុងមកពីខេត្តកំពង់ចាមជម្រាបសួរលោកឡុងបាទអរគុណជំរាបសួរបាទហើយជំរាបសួរលោកពូអាយដាមផងបាទអរគុណលោកឡុងស្ដាប់បានហើយប្រធានបទរបស់យើងគឺនិយាយអំពីមន្ត្រីកសិកម្មឃុំអញ្ចឹងសំណួរយោបល់របស់លោកឡុងក៏ត្រូវពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងដែលកំពុងពិភាក្សាដែរបាទសូមអញ្ជើញបាទសូមជំរាបសួរថាខ្ញុំចង់បានការជ្រោមជ្រែងអំពីខាងមន្ត្រីបាទបាទហើយតើមានទេក្នុងការលក្ខខណ្ឌរបស់ខ្ញុំជាអ្នកផលិតនៅឃុំណានៅស្រុកណាដែរបាទនៅខាងខេត្តកំពង់ចាមនិងត្បូងឃ្មុំព្រោះខ្ញុំនៅទីរួមខេត្តហ្នឹងយើងនឹងได้ពាក្យគ្នាតែម្ដងឃុំឯគេបាទឃុំស្រុកឯគេបាទឃុំសង្កាត់បង្កុកហើយធ្លាប់ដឹងថានៅបង្កុកមានមន្ត្រីឃុំយើងហើយឬនៅហើយធ្លាប់បានប្រស្រ័យទាក់ទងជាមួយគាត់ដែរទេបាទទើបតែបានលើកម្មវិធីយើងនឹងលើកឡើងក៏នឹកឃើញថាចង់ទាក់ទងពួកគាត់ចឹងណាបាទអ្នកតំណងគាត់ហើយក្នុងអ្នកខាងរបស់ខ្ញុំជាអ្នកផលិតជីហើយនឹងពិសេសខ្ញុំមានផលិតផលទឹកខ្មេះជូងហ្នឹងបាទផលិតជីធម្មជាតិណាលោកណាឬក៏ជីគីមីជីធម្មជាតិបាទចឹងហើយខ្ញុំចង់កសាងវាឡើងបានជោគជ័យខ្ញុំចង់តំណែងក្នុងការសួរនាំអំពីការជ្រោមជ្រែងពីមន្ត្រីបាទលោកបាទបាទចាំស្រាប់យោបល់ពីអាដាមវិក្មិនរបស់យើងបាទមានប៉ុណ្្នឹងទេលោកណាបាទអរគុណច្រើនអរគុណលោកឡុងដែលបានសួរសំណួរពាក់ព័ន្ធមួយប្រធានបទរបស់យើងជូនពរសំណាងល្អជួបគ្នាឱកាសក្រោយបាទជំរាបលាសូមជូនសំណួរទៅអាដាមបាទអរគុណទីមួយចង់បញ្ជាក់ថាដូចគ្នាដែរនៅខេត្តត្បូងឃ្មុំហើយស្រុកត្បូងឃ្មុំនៅគ្រប់ទីកន្លែងគឺមានមន្ត្រីកសិកម្មឃុំនៅទីនោះបាទហើយតកតងរឿងជីជាពិសេសជីធម្មជាតិអីហ្នឹងគឺជាការងារសំខាន់មួយដែលខ្ញុំតែតែតម្រង់ទិសមន្ត្រីកសិកម្មឃុំក្នុងការផលិតនិងប្រើប្រាស់ហើយយើងលើកទឹកចិត្តធ្វើម៉េចឲ្យនៅគ្រប់ភូមិឃុំមានជាសហគ្រិនឬក៏មានជាកសិករដែលផលិតជីកំប៉ុស្តជីធម្មជាតិហ្នឹងដែលវាជួយដល់ជីជាតិដីវាជួយដល់សុខភាពចំណីអាហារកាត់បន្ថយការប្រើប្រាស់ជីគីមីបង្កើនប្រសិទ្ធភាពជីគីមីអញ្ចឹងណាផ្សារជាប់ដោយសំណួរបងហាក់លើកពីដើមទីហ្នឹងហើយដល់ឡែកតកតងនឹងបើសិនជាយើងមានជីមានអីយើងផលិតបានហើយយើងចង់លក់ចង់ផ្សព្វផ្សាយឡាជាពិសេសជីធម្មជាតិអីហ្នឹងគឺយើងមានរបៀបរបស់យើងអញ្ចឹងយើងយកជីហ្នឹងទៅឲ្យកសិករសាកហើយយើងប្រៀបធៀបវាតម្លៃច្បាស់លាស់ព្រោះយើងមិនអាចឲ្យមន្ត្រីកសិកម្មឃុំទៅផ្សព្វផ្សាយជីរបស់អ្នកនេះដោយអត់ទាន់មានឆ្លងកាត់ការវាតម្លៃច្បាស់លាស់ហើយបើសិនអានឹងឃើញថាល្អហើយកសិករយល់ល្អអញ្ចឹងគាត់សម្រេចចិត្តថាគាត់ទិញអាហ្នឹងគឺយើងជំរុញតាមនឹងតើអញ្ចឹងយើងការងាររបស់យើងគឺយើងប្រយ័ត្នប្រយែងណាស់ព្រោះយើងចង់ធ្វើម៉េចឲ្យកសិករយើងទទួលបានផលប្រយោជន៍ខ្ពស់បំផុតពីការប្រើប្រាស់ធាតុចូលកសិកម្មហ្នឹងបាទអាដាមមុននេះយើងអត់ដឹងពីវិធីនៅក្នុងការស្វែងរកមន្ត្រីកសិកម្មឃុំតើគាត់គួរតែទៅឃុំឬក៏គាត់ត្រូវទូរស័ព្ទមក hotline 1289ចង់ដឹងថាតើនៅឃុំគាត់រស់នៅនេះអាហ្នឹងគាត់ធ្វើចឹងក៏បានគាត់ទូមកគាត់សួរថានៅឃុំហ្នឹងមន្ត្រីកសិកម្មឃុំឈ្មោះអីចឹងណាលេខទូរស័ព្ទបានបើអញ្ចឹងគាត់ទៅសាលាឃុំគេដឹងគេប្រាប់ទៅសាលាឃុំមេភូមិអញ្ចឹងទៅបាទសួរមេភូមិគេដឹងបាទដឹងទាំងអស់ហើយមន្ត្រីកសិកម្មឃុំខ្លួនឯងហ្នឹងក៏គាត់ចេះដើរចល័តពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែការវាច្រើនអញ្ចឹងវាត្រូវការពេលអញ្ចឹងបានកន្លែងខ្លះគាត់លើកទាំងមិនដែលទាន់ឃើញមន្ត្រីកសិកម្មឃុំទៅដល់កុំអាលចាំតិចទៀតសិនគង់ទៅដល់ទេបាទប្រិមិត្តជាទីគោរពរាប់អានអញ្ចឹងមន្ត្រីកសិកម្មឃុំគ្រប់24រាជធានីខេត្តដែលអាដាមបានមានប្រសាសន៍1600នាក់ហ្នឹងប្រិមិត្តយើងមកចង់ដឹងថាឃុំយើងមន្ត្រីឃុំហ្នឹងមានឈ្មោះអីមានលេខទូរស័ព្ទប៉ុន្មានប្រិមិត្តយើងអាចទូរស័ព្ទទៅលេខ hotline របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទដែលមានលេខ1289ទូរស័ព្ទទៅហើយសួរនាំអំពីតំបន់ដែលបងប្អូនកំពុងតែរស់នៅចង់ដឹងមន្ត្រីកសិកម្មឃុំមានប្រមាណអីប៉ុន្មានប្រិមិត្តយើងអាចហៅទូរស័ព្ទទៅលេខ hotline នោះបានអាដាមដោយសារតែពេលវេលាដែរខ្ញុំមិនបន្តទទួលប្រិមិត្តហើយក៏មិនបានអានសំណួររបស់ប្រិមិត្តយើងបន្តដែរយើងនៅសល់សំណួរសំខាន់ពាក់ព័ន្ធទៅនឹងការងារបច្ចេកទេសរបស់មន្ត្រីកសិកម្មឃុំរាល់ថ្ងៃពួកគាត់មានបញ្ហាប្រឈមអីខ្លះអាដាមការងាររបស់មន្ត្រីកសិកម្មឃុំនេះវាបើយើងនិយាយបញ្ហាប្រឈមទីមួយវាតាក់ទងពេលវេលា
ចង់និយាយថាជាពលរដ្ឋយើងចង់បានអ្វីលឿនរហ័សអញ្ចឹងកាលណាយើងដាក់ពង្រាយភ្លាមទៅយើងអាចដូចមិនវិញយើងបានទទួលទូរស័ព្ទថាមិនទាន់បានស្គាល់អញ្ចឹងយើងធ្វើម៉េចឲ្យប្រជាពលរដ្ឋយើងនៅទូទាំងឃុំសង្កាត់នោះបានស្គាល់គាត់ដឹងគាត់បានមើលបានច្រើនអានោះគឺយើងទៅរកវិធីសាស្ត្រម៉េចដើម្បីធ្វើការងារហ្នឹងហើយក្នុងហ្នឹងយើងដោះស្រាយតាមរយៈការពង្រឹងសមត្ថភាពគាត់ថែមផ្សារភ្ជាប់នៅតំណាក់តំណងការសហការបានទលំទលាយជាមួយអាជ្ញាមូលដ្ឋាននៅចឹងឡាក់ពេលខ្លះខ្ញុំប្រាប់ថាយើងតំណាក់ម្ដងតាំងពីវត្តអារាមអីចឹងណាតាមរយៈផ្សេងដើម្បីឲ្យគេដឹងគេស្គាល់ពីវត្តមានត្រីកសិកម្មឃុំយើងអាហ្នឹងគឺជារឿងសំខាន់មួយរឿងទី2គឺយើងធ្វើម៉េចដើម្បីឲ្យកសិករយើងហ្នឹងបានមានទំនុកចិត្តហើយនឹងការសាយភាននឹងបានទលាយព្រោះយើងមានគំនិតមានបច្ចេកទេសមួយចំនួននឹងណែនាំទៅឲ្យកសិករយើងការជ្រើសរើសកសិករដើម្បីយកមកសហការដើម្បីគាត់ចាប់ដើមធ្វើជាគំរូដល់កសិករផ្សេងជាសិស្សជនជាតិដើមភាគតិចចឹងទីគាត់ថាឥឡូវបើយើងដូរពីស្រូវមកកាហ្វេវាចំណេញជាងម៉េចអញ្ចឹងវាត្រូវឲ្យអ្នកឈានមុខធ្វើឲ្យត្រូវការពេលវេលាដើម្បីធ្វើការងារហ្នឹងអញ្ចឹងដដែលវាជាកត្តាពេលវេលាភាពអត់ធ្មត់ឥឡូវបើយើងដូរពីដំឡូងមកស្វាយចន្ទីជាដើមដូរពីស្រូវមកទុរេនណាទៅតំបន់មណ្ឌលគិរីអញ្ចឹងតែវាស័ក្តិសមអញ្ចឹងទៅឬក៏យើងមកធ្វើអីផ្សេងវិញឬក៏យើងដូរបច្ចេកទេសយើងកំពុងដាំយើងធ្លាប់ប្រើជីគីមីប្រើថ្នាំគីមីយើងបន្ថយមកប្រើធម្មជាតិវិញតើវាចំណេញជាងមុនមិនខ្ញុំហៅថាប3ណាបន្ថយគីមីបង្កើនធម្មជាតិបង្កើនផលតើវាចំណេញមិនហើយហ្នឹងក៏វាត្រូវការឲ្យមានពេលវេលាមានការសាកល្បងវាតម្លៃឲ្យច្បាស់លាស់ទៅហើយអ្វីសំខាន់មួយទៀតហ្នឹងយើងធ្វើម៉េចឲ្យមានការសហការបានទូលំទូលាយរវាងមន្ត្រីកសិកម្មឃុំរវាងភូមិរវាងឃុំរវាងអ្នកពាក់ព័ន្ធហ្នឹងអាហ្នឹងក៏ជាការប្រឈមមួយសំខាន់ដែលយើងធ្វើម៉េចឲ្យយល់គ្នាហើយឲ្យមានការជួយគ្នាទៅវិញទៅមកហើយប៉ុន្តែទៅគឺដំណើរការបានល្អច្រើនហើយខ្ញុំឃើញមានសំណួរមួយសួរនៅក្នុងសហការជាមួយនឹងហ្នឹងគឺរឿងសំខាន់ណាស់ហើយដើម្បីយើងចង់កសាងសង្គមមួយឲ្យមានការរីកចម្រើនគឺការសហការគ្នាសំខាន់ណាស់ការសហការនេះរវាងកសិករនិងកសិករការសហការនេះរវាងមន្ត្រីកសិកម្មឃុំនិងមន្ត្រីកសិកម្មឃុំការសហការរវាងមន្ត្រីកសិកម្មឃុំនិងអ្នកពាក់ព័ន្ធទាំងអស់ហើយនោះជាការងារសំខាន់មួយដែលក្រសួងយើងបានយកចិត្តទុកដាក់ហើយនឹងបន្តយកចិត្តទុកដាក់លើការងារទៀតបាទអាដាមមានប្រសាសន៍ថា2027ទើបតែឲ្យប្រជាពលរដ្ឋដឹងថាមានមន្ត្រីកសិកម្មឃុំបាន 100% អាដាមរំពឹងទុកពី3ឆ្នាំទៅ5ឆ្នាំខាងមុខទៀតតើមន្ត្រីកសិកម្មឃុំហ្នឹងគាត់មានការអភិវឌ្ឍយ៉ាងម៉េចដែរហើយពាក់ព័ន្ធទៅនឹងបច្ចេកទេសនិងជំនាញរបស់ពួកគាត់ទី1ខ្ញុំចង់បញ្ជាក់ថាការដាក់ពង្រាយមន្ត្រីកសិកម្មឃុំវាមាន3ជំហានទី1យើងដាក់ពង្រាយនៅឆ្នាំ2023 24 25អញ្ចឹងតាមអញ្ចឹងអ្នកដែលដាក់ពង្រាយឃុំដាក់ពង្រាយមុនគេហ្នឹងគឺមានពេលគ្រប់គ្រាន់ចឹងមកដល់ពេលនេះគឺការស្គាល់វាសឹងតែគ្រប់ហើយចេះតែអ្នកខ្លះនេះមកដែល1000អ្នកជាងយើងទើបដាក់ក្រោយវាត្រូវការពេលអញ្ចឹងយើងគិតថាយ៉ាងយូរបំផុតឆ្នាំ2027យ៉ាងយូរបំផុតគឺនៅគ្រប់ទីកន្លែងស្គាល់ដឹងឮហើយយល់ពីទួលនីតិរបស់មន្ត្រីកសិកម្មឃុំអញ្ចឹងមិនគាត់សប្តាហ៍ថ្ងៃគាត់ដើរទៅបញ្យល់ថាគាត់ជានរណាមកពីណាគាត់ធ្វើអីមានទួលនីតិភារកិច្ចអីកុំឲ្យមានការយល់ខុសឬក៏យល់ច្រឡំអីចឹងណាឡាក់ហើយមួយទៀតក្នុងប្រទេសកម្ពុជាយើងមានកសិករប្រមាណ2លានគ្រួសារទូទាំងប្រទេសហើយក្នុងហ្នឹងគ្រួសារដែលមានតម្រូវការសេវាកសិកម្មនោះមានប្រហែល1លានដែរហើយក៏អាចតិចជាងហ្នឹងហេតុអីបានខ្ញុំនិយាយអញ្ចឹងព្រោះគ្រួសារកសិករយើងកាន់តែច្រើនឡើងគាត់អាស្រ័យលើមុខរបរផ្សេងអ្នកខ្លះមកការងាររោងចក្រអ្នកខ្លះអីផ្សេងអញ្ចឹងការធ្វើស្រែចម្ការគាត់ទៅជាការងារបន្តបន្សំ part time ការងារបន្តបន្សំអញ្ចឹងកសិករដែល full time ដែលពេញម៉ោងជាអាជីពនេះប្រហែលជា1លានអញ្ចឹងទិសដៅយើងធ្វើម៉េចឲ្យកសិករដែលមានតម្រូវការ1លានគ្រួសារនេះគឺយើងបានទៅដល់គាត់ទៅបម្រើគាត់ដិតដល់ហើយការធ្វើហ្នឹងវាមាន2ស្ទាប់ចង់និយាយថាទី1គឺមន្ត្រីកសិកម្មគុំគាត់ទៅធ្វើផ្ទាល់អញ្ចឹងបើយើងនិយាយថា1លានគ្រួសារ 1600 នាក់អញ្ចឹងវាចូលហើយ600ទៅ700នាក់ក្នុងម្នាក់ដែលគាត់ត្រូវអាដាមមានដែរគិតគូរពិសេសសម្រាប់កសិករជាស្ត្រីអត់បាទហ្នឹងគឺដូចគ្នាដែរបាទគឺមួយទៀតខ្ញុំបញ្ជាក់ឲ្យចប់ហ្នឹងហើយមួយទៀតយើងក្នុងចំណោមនេះយើងរើសកសិករដែលគាត់អាចខ្លាចជាអ្នកចំហដែលជួយមកឃុំអញ្ចឹងមាន10 20នាក់ដើម្បីគាត់ជួយគ្នាទៀតព្រោះម្នាក់
7-800នាក់ក៏វាច្រើនដែរការងារជាពិសេសបើរឿងសម្របសម្រួលទីផ្សារឬតែការស្មុគស្មាញទៀតបាទដោយឡែកក្នុងចំណោមមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងគឺស្ត្រីច្រើនជាង 30% បាទខេត្តខ្លះដូចជាខេត្តព្រៃវែងឯដើមចង់ជិត 50% អញ្ចឹងងាយស្រួលធ្វើការជាមួយនឹង បងប្អូនកសិករស្រួលក៏ប៉ុន្តែទៅហ្នឹងគឺដូចខ្ញុំបញ្ជាក់គឺមានការជួយគ្នាទៅវិញទៅមកជាពិសេសស្ត្រីយើងជួនកាលគាត់ទៅឆ្ងាយណាការបាទអញ្ចឹងវាតាក់ទងមានការជួយគ្នាអញ្ចឹងកន្លែងភូមិឃុំឆ្ងាយអញ្ចឹងក៏មានត្រីកសិកម្មឃុំជាបរោះឬក៏ទៅជាក្រុមដើម្បីជួយគ្នាអញ្ចឹងយើងបែងចែកកន្លែងណាវានៅឆ្ងាយនៅកន្លែងណាលំបាកមានប្រហែលឃុំមានប្រហែលភូមិមានប្រហែលគ្រួសារអញ្ចឹងកន្លែងឆ្ងាយទៅដល់ស្រាយម៉ាច់បាទហ្នឹងវាត្រូវដូចជាយុទ្ធសាស្ត្រណារៀបជាយុទ្ធសាស្ត្រជាផែនទីតំបន់ដើម្បីយើងងាយស្រួលក្នុងការធ្វើការអញ្ចឹងការងារជាក្រុមនឹងសំខាន់ណាស់ហើយយើងតែលើកទឹកចិត្តជំរុញឲ្យគាត់ចេះសហការនេះជាក្រុមបានល្អដូចខ្ញុំបញ្ជាក់ពីមុនអញ្ចឹងដើម្បីជួយគ្នាទៅវិញទៅមកដើម្បីគាត់អាចបំពេញបេសកកម្មបម្រើកសិករនិងវិស័យកសិកម្មឲ្យបានល្អប្រសើរបាទអរគុណច្រើនអាដាម50នាទីពិតជាលឿនមែនតើប្រិមិត្តអ្នកស្ដាប់ហើយសង្ឃឹមថាការបញ្យល់ប៉ុណ្ណឹងបានជាចំណែកមួយដល់បងប្អូនបានយល់អំពីទូនាទីរបស់បងប្អូមន្ត្រីកសិកម្មឃុំប៉ុន្តែខ្ញុំគិតថាមិនបានទាំងអស់ទេឱកាសក្រោយខ្ញុំនឹងគោរពអញ្ជើញអាដាមចូលរួមសាជាថ្មីបន្ទាប់ពីបេសកកម្មបង្កើតមន្ត្រីកសិកម្មឃុំនេះទទួលបានជោគជ័យយើងនឹងសាទរទាំងអស់គ្នាហើយនឹងអញ្ជើញអាដាមអញ្ជើញចូលរួមសាជាថ្មីអាដាមដោយសារតែពេលវេលារបស់យើងបានឈានមកដល់ទីបញ្ចប់អាដាមមានជាសំណុំពរឬក៏អនុសាសន៍អ្វីជូនទៅដល់បងប្អូនប្រជាកសិករជាពិសេសនៅខាងបងប្អូនជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាបបាទសូមជម្រាបអាដាមបាទទី1គឺខ្ញុំចង់បញ្ជាក់ម្ដងហើយម្ដងទៀតគឺថានៅគ្រប់ទីកន្លែងគឺយើងមានមន្ត្រីកសិកម្មឃុំសង្កាត់បាទហើយបងប្អូនប្រជាពលរដ្ឋជាពិសេសប្រជាកសិករដែលត្រូវការសេវាពីមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងសូមទៅតាក់ទងហើយជាពិសេសតាមរយៈមេភូមិតាមរយៈមកសាលាឃុំវិញណាណាឬក៏យើងហៅតាមលេខ hotline ហ្នឹងទី2មន្ត្រីកសិកម្មឃុំសង្កាត់យើងហ្នឹងគាត់ធ្វើការគាត់មានជាពិសេសក្នុងការងារណែនាំនៅបច្ចេកទេសកសិកម្មគាត់មានរបៀបមានវិធីសាស្ត្រគាត់នឹងធ្វើការហើយក្នុងហ្នឹងគឺអ្វីធ្វើទៅជាជំហានហើយដោយឡែកសម្រាប់បងប្អូនជាកសិករដែលត្រូវការមន្ត្រីកសិកម្មឃុំកាត់ជួយដោះស្រាយបញ្ហាទីផ្សារជាដើមហ្នឹងតំណាក់ម្ដងគាត់ចុះឈ្មោះមួយគាត់ដើម្បីគាត់ងាយស្រួលក្តាប់ឲ្យដឹងថាជាលក្ខដោះស្រាយឲ្យបានលក្ខណៈបរិយាកម្មបាទកុំឲ្យថាមានបញ្ហាទីផ្សារឲ្យបានទៅរកហ្នឹងគាត់អីដែរទៅរកហ្នឹងមិនគាត់ថាមិនអត់ជួយទេមិនអត់ជួយទេមិនអត់ជួយមិនចង់និយាយអត់ជួយទេប៉ុន្តែគាត់ថាវាពិបាកបាទរៀបដូចថាដល់ពេលឈឺធ្ងន់បើយើងទៅរកពេទ្យណាអត់អីអាហ្នឹងវាធម្មតាចាស់ប៉ុន្តែយើងចង់ធ្វើម៉េចឲ្យវាការពារកុំឲ្យវាមានបញ្ហាអីឲ្យកើតមានឡើងហ្នឹងបាទហើយទៅហ្នឹងក៏សូមអំពាវនាវដល់អាជ្ញាធរក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់បាទគឺមន្ត្រីកសិកម្មឃុំសង្កាត់ហ្នឹងគឺទៅធ្វើការដើម្បីបម្រើប្រជាកសិករក្នុងឃុំសង្កាត់ហ្នឹងហើយដើម្បីគាត់បំពេញតួនាទីបានល្អសូមជួយផ្សព្វផ្សាយឲ្យគេដឹងពីវត្តមានគាត់ហើយជួយគ្រប់គ្រងជួយសម្រួលគាត់ក្នុងការបំពេញតួនាទីក្នុងភារកិច្ចឲ្យបានល្អដើម្បីបម្រើកសិករនិងវិស័យកសិកម្មយើងទាំងមូលបាទអរគុណច្រើនអាដាមប្រិមិត្តដែលបានសួរសំណួរខ្ញុំគិតថាល្អសំណួរមួយចំនួនល្អមែនទែនខ្ញុំសំទោសមិនបានឆ្លើយពេលនេះខ្ញុំនឹងសាកសួរយកសំណួរនេះទៅសួរអាដាមហើយយើងនឹងឆ្លើយ comment របស់ប្រិមិត្តយើងហើយយើងអាចពិភាក្សាគ្នាពេលក្រោយ4ខែក្រោយទៀតទៅបាទការងារមួយចំនួននេះក៏បានដែរហើយសំទោសប្រិមិត្តយើងដែលហៅទូរស័ព្ទចូលរួមដែលយើងមិនបានមានឱកាសទទួលប្រិមិត្តយើងដោយសារតែពេលវេលាជាចុងក្រោយនេះខ្ញុំសូមគោរពអរគុណអាដាមយ៉ាងសាកុមាររដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះជូនពរអាដាមមានសុខភាពល្អហើយទទួលបានជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់បាទប្រិមិត្តជាទីគោរពរាប់អានកម្មវិធីកសិកម្មនៅក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរដែលប្រិមិត្តបានទស្សនានិងស្ដាប់នៅពេលនេះឈានដល់ទីបញ្ចប់អរគុណចំពោះការចំណាយពេលវេលាដែលមានតម្លៃរបស់លោកអ្នកនាងទស្សនាតាំងពីដើមរហូតដល់ចប់រាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាក្នុងការសម្របសម្រួលរបស់ខ្ញុំបាទសូមមេត្តាយោគយល់អធ្យាស្រ័យជួបគ្នានៅខែក្រោយតាមពេលវេលានិងម៉ោងដដែលនីតិបញ្ចប់គ្រប់ជូនពរនាងកញ្ញាលោកស្រីទាំងអស់សូមបានប្រកបតែនឹងសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តរកស៊ីទទួលទានមានបាននិងមានសុខសុភមង្គលគ្រប់គ្នានៅពេលនេះខ្ញុំបាទវិសាលអាដាមវិក្កាមិនរួមទាំងសហការីនៃវិទ្យុស្ត្រីទាំងអស់សូមអរគុណនិងសូមគោរពលា